នេះបងប្អូនចេញពីភ្នំពេញទៅខាងកំពង់ចាមបែរជាថ្ងៃដែរខ្ទង់ម៉ោង10ខ្ទង់ម៉ោង2ម៉ោង1 2ទៅម៉ោង2មុនចេញទៅជិះចូលដាក់កាហ្វេមួយកែវក្បែរផ្ទះហ្នឹងហើយពីភ្នំពេញទៅកំពង់ចាមនេះមិនមែនជាលក្ខណៈទៅ trip ទេគឺទៅលេងផ្ទះធម្មតាទេទៅលេងស្រុកកំណើតទៅលេងផ្ទះដោយសារតែទៅចេញពី trip មួយដែរកពតកែបទៅ3ថ្ងៃ2យប់ល្មមគួរសមដែរហើយនៅទៅផ្លូវទៅស្រុកនេះតាមផ្លូវជាតិលេខ6ជ្រោយចង្វាពេលថ្ងៃយើងអត់ស្ទះទេប៉ុន្តែរៀងក្តៅបន្តិចដោយសារខែនេះអត់មានភ្លៀងទេទើបភ្លៀងបាន1មេ2មេប៉ុន្តែអត់ត្រជាក់អីប្រហែលនេះហើយផ្លូវជាតិលេខ6នេះគឺបន្ទាប់ពីចោះពីជ្រោយចង្វាបន្តិចដល់ក្រសាំងកាល់តិចនៅខាងស្ដាំដៃខ្ញុំជា fan របស់កាល់តិចអីទៅណាមកណាគឺតែងតែចាក់កាល់តិចរហូតចំណុះម៉ូតូចំណុះសាំងរបស់ម៉ូតូរបស់ខ្ញុំ CB 150នេះចំណុះវាគឺ8លីត្រកន្លះអញ្ចឹងចាក់ម្សា5លីត្រ8លីត្រកន្លះចាក់មកពេញអាចថាអស់ច្រើនគួរសមដែរសាំងឡើងថ្លៃទៀតអញ្ចឹងពីមុនជាសង់ធម្មតាទេចាក់តែពី3លីត្រអីជិះ 4-5 ថ្ងៃមួយអាទិត្យអីប៉ុន្តែ CB 150នេះក៏អត់ស៊ីខ្លាំងអីប្រហែលដែរជាស៊ីអាចថាលើសអសល់តិចទេខ្ញុំអត់ដែរទៅវាស់អីខ្លាំងមានជាការចំណាំវាស់អីច្រើនពេកទេប៉ុន្តែខ្ញុំធ្លាប់ដឹងថាកាលពីមុនទៅសៀមរាបជិះពីភ្នំពេញទៅចាក់មកពេញពីផ្ទះទៅដល់ទីរួមខេត្តកំពង់ធំនោះខ្ញុំឃើញសាំងអស់ខ្លះហើយខ្ញុំចាក់3លីត្របន្ថែមអញ្ចឹងនៅពេលដែលចាក់3លីត្របន្ថែមទៅវាពេញល្មមអញ្ចឹងមានន័យថាពីពេញទៅដល់ទីរួមខេត្តកំពង់ធំហ្នឹងស៊ី3លីត្រអញ្ចឹង3លីត្រល្មមអញ្ចឹងពីពេញទៅដល់កំពង់ធំអាចថាខ្ទង់100ជាងទៅ200គីឡូដល់កំពង់ធំប៉ុន្តែសាំងអត់ស៊ីខ្លាំងអីជាងអសង្ឃអីប្រហែលនេះដោយសារវាមកល្មមអាចទទួលយកបានមិនស៊ីខ្លាំងពេកទេហើយខាងមុខ